ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកមើលចំការម្រេចបងប្អូនម្រេចរបស់ខ្ញុំនេះមានអាយុកាលមួយខួប4ខែបងប្អូនទាំងអស់គ្នាខ្ញុំដាំថ្ងៃទី7ខែ7ឥឡូវថ្ងៃនេះថ្ងៃទី7ខែ11ហីចឹងអាយុរបស់វាគឺមួយខួប4ខែបងប្អូនទាំងអស់គ្នាចាហើយបងប្អូនមើលនេះល្អអត់ហើយអានេះជាម្រេចម៉ាឡេបងប្អូនចាវាបានមួយខួបហើយប៉ុន្តែខ្ញុំកាត់តងវាបកឡើងអស់ហើយឥឡូវរយៈពេលមើលខ្ញុំកាត់ខែ7បងប្អូនឥឡូវហ្នឹងខែ11គឺវាលោតជិតផុតចលងទៀតហើយបងប្អូនទាំងគ្នាតែចំណែកម្រេចខ្មែរនេះវិញបងប្អូនម្រេចខ្មែរនេះខ្ញុំអត់កាត់តងទេនេះបងប្អូនខ្ញុំអត់កាត់តងទេទេឃើញវាឡើងផុតហើយចេញខ្លាយចេញក្តាប់ហើយបងប្អូនទាំងគ្នាចាអញ្ចឹងដំណាំម្រេចនេះបងប្អូនថាស្រួលថែក៏ថាបានចាហើយពិបាកក៏វាមិនពិបាកណាស់ណាដែរបងប្អូនទាំងគ្នាសម្រាប់យើងអ្នកធ្លាប់ធ្វើម្រេចគឺយើងគិតថាធម្មតាវាស្រួលអីចឹងណាតែសម្រាប់បងប្អូនដែលគាត់ដាំត្រេនក៏ពិបាកម្យ៉ាងចាហើយបងប្អូនដែលគាត់ធ្វើខាងកស៊ូបងប្អូនយើងអ្នកភូមិគាត់ភាគច្រើនគាត់អត់សូវដាំម្រេចទេដោយសារតែគាត់ថាម្រេចនឹងពិបាកថែអីចឹងទៅហើយណាមួយម្រេចវាចំណាយដើមច្រើនអញ្ចឹងណាបងប្អូនអរគ្នាកស៊ូយើងដាំរយៈពេលចំណាយពេលយូរ4ទៅ5ឆ្នាំបានជាតែចំណែកម្រេចវិញយើងដាំតែមួយឆ្នាំក៏វាអាចទទួលបានផលហើយអញ្ចឹងហើយវាមួយយ៉ាងម្នាក់ទេបងប្អូនអរគ្នាវាចំណាយដើមទុនច្រើនមែនប៉ុន្តែក៏វាឆាប់ឲ្យផលយើងដែរហើយគីឡូរបស់វាក្នុង1គីឡូហ្នឹងក៏វាបានចំនួនតម្លៃហ្នឹងវាច្រើនជាងកស៊ូដែលវាមួយយ៉ាងម្នាក់ទេបងប្អូនប៉ុន្តែចំណែកបងប្អូនអ្នកភូមិគាត់ជួយចិត្តដាំកស៊ូដោយសារតែកស៊ូឲ្យផលរាល់ថ្ងៃអញ្ចឹងណាតែម្រេចមួយឆ្នាំមិនបានផលម្ដងបងប្អូនហើយអញ្ចឹងយើងត្រូវមានរកចំណូលតុបប្រចាំថ្ងៃដែរទៅហើយម្រេចយើងបានប្រចាំឆ្នាំអីចឹងណាបងប្អូនអរគ្នាចាហើយចំការម្រេចរបស់ខ្ញុំនេះក៏នៅចិត្តផ្លូវដែរបងប្អូនអរគ្នាចាបងប្អូនមើលផ្លូវតែខែភាសាចេះប្រពេចប្របាច់តិចហើយបងប្អូនណៃដោយសារតាឡានឆ្នៃចូលដឹកអស់ដឹកកស៊ូអីចឹងណាបងប្អូនចឹងហើយវាជ្រាំវាផ្លូវខូចដល់ពេលខែភាសាហ្នឹងទេបងប្អូនអរគ្នាចាស្មៅក្នុងចំការវិញនិយាយពីដុសថាលឿនអើយលឿនចាខែភាសាចេះកាត់ដុសម៉ាស៊ីនតាន់ពេលដុសទៀតហើយបងប្អូនអរគ្នាចាអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួយ like ជួយ share នៅខ្ញុំម្នាក់មួយផងណា